average function រូបមន្តមធ្យមរូបមន្តមធ្យមភាគឬក៏ជាមធ្យមរូបមន្ត average មានន័យថាម៉េចមានន័យថាឧទាហរណ៍ថាខ្ញុំមានសភៅមានប៊ិចមានខ្មៅដៃមាន highlight មានទឹកលុបមានអីចឹងទៅហើយខ្ញុំលក់ទឹកលុបហ្នឹងជាប្រចាំថ្ងៃទី1ខ្ញុំលក់បាន5ថ្ងៃលក់2ខ្ញុំលក់បាន10ថ្ងៃទី3លក់បានចឹងទៅដល់ថ្ងៃទី10ចឹងក្នុងអំណោយ10ថ្ងៃហ្នឹងខ្ញុំចង់ដឹងថាតើប៊ិចសៀវភៅហ្នឹងជាមួយខ្ជុំខ្ញុំលក់បានចំនួនប៉ុន្មានអញ្ចឹងក្នុងមួយខ្ជុំចំណង10ថ្ងៃហ្នឹងប៊ិចហ្នឹងខ្ញុំលក់បានប៉ុន្មានជាខ្ជុំសម្រាប់ថ្ងៃចឹងទៅតាមរូបមន្តគឺមានន័យថាម៉េចមានន័យថាបូកអានេះចូលនេះបូកចូលគ្នាទាំង10ថ្ងៃហ្នឹងហើយចែកជាចំនួនចែកដល់10ក៏ទៅណាខ្ញុំតែចង់នេះខ្ញុំថាយកបូកអានេះបូកអានេះយក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 បូកអានេះ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 ទាំងអស់ហ្នឹងយើងបានប៉ុណ្ណេះហើយយើងយកទាំងអស់ហ្នឹងយកទាំងអស់ហ្នឹងមកចែកជាមួយនឹង10នេះអញ្ចឹងយើងបានមានន័យថាយើងលក់ក្នុងមួយថ្ងៃយើងលក់បាន5.9ជាខ្ជុំក្នុងមួយថ្ងៃអញ្ចឹងណាបាទប៉ុន្តែប៊ិចវាអត់គិតក្តៀសទេជាមួយខ្ជុំប៉ុន្តែអានេះដោយសារជាយើងជារូបមន្តខ្ជុំយើងលក់បានប៉ុណ្ណឹងយើងគិតជាខ្ជុំបាទអញ្ចឹងតាមរូបមន្តយើងសរសេរគឺស្មើ average ហើយវងចកនេះ number 1 number 2អញ្ចឹងមានន័យថាពីណាដល់ណាដល់ណាទៅបាទនេះយើងចលិចដល់មកហ្នឹងមានន័យថាពីនេះដល់ថ្ងៃទី10ហ្នឹងអញ្ចឹងយើងគិតវងចកវិញអញ្ចឹងយើង enter ទៅអញ្ចឹងយើងស្មើ 5.9 បិចមានន័យថាជាមធ្យមខ្ញុំលក់បាន 5.9 ដើមបាទអញ្ចឹងដូចគ្នាអញ្ចឹងបិចគ្រប់ហ្នឹងដូចគ្នាយើងយកដូចគ្នាមក average យើង select ពីថ្ងៃទី1ដល់ថ្ងៃទី10ដល់ណាហើយយើង enter មកអញ្ចឹង8អញ្ចឹងយើងគ្រាន់តែ copy មកបាទអញ្ចឹងយើងឃើញថាចូលលុបយើងលក់បាន 6.5 3ក្នុងមួយថ្ងៃណាតាមថ្ងៃណាតាមថ្ងៃណាតែសំខាន់ 5.4 ក្នុងថ្ងៃអញ្ចឹងរូបមន្ត average មានប៉ុណ្ណឹង